ta ở vậy tới cứ chia sập niếm hai sập niếm miênประมาณ ประเภท chẳng làក្នុងនេះខ្ញុំមិនបង្ហាញទាំងអស់ទេប៉ុន្តែបង្ហាញបងប្អូនម្ដងមួយចឹងពេលដែលបងប្អូនបានមើលអាច note ទុកអីចឹងទៅណាចឹងសព្វនាមវាមានច្រើនប្រភេទសភៅខ្លះនិយាយមាន10ខ្លះមាន8ខ្លះមាន12ខ្លះមាន10ជាងអីចឹងទៅចឹងបងប្អូនចាំតាមដានទៅមានប្រមាណហើយក្រៅពីហ្នឹងវាជារឿងបន្តបន្សំទេប៉ុន្តែអ្វីដែលបងប្អូនទៅចាប់ឲ្យយល់នោះថាគេប្រើសព្វនាមដើម្បីអីហើយមានប្រភេទអីដែលគេប្រើជាញឹកញាប់នោះអូខេចឹងបងប្អូនមើលនិយមន័យទាំងអស់គ្នាហើយមួយទៀតបើបងប្អូនមិនទាន់បានចូល channel Telegram របស់ខ្ញុំទេអាចចុចចូលនៅក្នុង link ដែលខ្ញុំទម្លាក់នៅក្នុង comment នឹងបានដើម្បីទៅ scroll មើលវីដេអូតាក់ទងទៅនឹងនាមណាខ្ញុំបានបរៀនចប់ហើយធ្វើវីដេអូបានចប់ហើយនាមហើយអត់មានគិតកម្រៃថវិកាអីទេបងប្អូនចូលមើលដោយសេរីអូខេសព្វនាម A pronoun is a word used to replace a noun to avoid repetition សព្វនាមគឺជាពាក្យមួយដែលគេប្រើជំនួសឲ្យនាមដើម្បីជៀសវាងភាពច្រំដែលណាអញ្ចឹងនឹងហើយគេឲ្យឈ្មោះថាសព្វនាមអញ្ចឹងត្រង់ចំណុចនេះបងប្អូនអាចទៅឲ្យនិយមន័យវេយ្យាករណ៍ភាសាខ្មែរយើងបានគឺដូចគ្នាអញ្ចឹងអត់ខុសគ្នាទេថ្នាក់ពាក្យជានាមក៏អញ្ចឹងថ្នាក់ពាក្យជាសព្វនាមក៏ឲ្យនិយមន័យស្តៀងគ្នាអញ្ចឹងដែរអញ្ចឹងបងប្អូនយល់វេយ្យាករណ៍ភាសាអង់គ្លេសអាចយកទៅឆ្លុះបញ្ចាំងជាមួយនឹងវេយ្យាករណ៍ភាសាខ្មែររបស់យើងផងដែរណាអាចយល់បានវេយ្យាករណ៍ភាសាខ្មែរដែរបងប្អូនរៀនអានឹងឲ្យយល់ទៅហើយទៅមើលវេយ្យាករណ៍ខ្មែរគឺឆាប់យល់ទៀតណាជំនួយឲ្យបងប្អូនអាចយល់វេយ្យាករណ៍ភាសាជាតិរបស់យើងទៀតតោះឥឡូវយើងមកមើល kinds of pronouns ប្រភេទសព្វនាមអញ្ចឹងចំណុចទី1ខ្ញុំឲ្យប្រភេទទី1គឺ personal pronouns សព្វនាមបរិស័កសព្វនាមបរិស័កឬក៏យើងនិយាយថាបរិស័កសព្វនាមបរិស័កហ្នឹងទៅសេបែបនេះបងប្អូនសព្វនាមបរិស័កអូខេឬក៏បរិស័កសព្វនាមអញ្ចឹងបើយើងលើកមកខាងដើមមិនបាច់ដាក់ចុច2ទេប៉ុន្តែបើសរសេរចេះត្រូវដាក់អញ្ចឹងអញ្ចឹងស្អីគេគឺជាសព្វនាមបរិស័ក A personal pronoun is a pronoun that refers to the first, second and third person សព្វនាមបរិស័កគឺជាសព្វនាមមួយដែលសំដៅទៅលើបរោះទី1ទី2និងទី3បរោះទី1និងទី2និងទី3ដែលបងប្អូនធ្លាប់ដឹងណាមាន I V U ដែរ he she it អាហ្នឹងជា personal pronoun ប៉ុន្តែ personal pronoun ហ្នឹងបែងចែកទៅជា2ទៀតគេហៅ subject pronouns និង object pronouns អូខេអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់តិចតាមពិតត្រូវសរសេរថា the second ប៉ុន្តែយើងយករួម the first person the second person and the third person ប៉ុន្តែយក the នេះរួមអូខេអញ្ចឹងនេះគឺជានិយមន័យសព្វនាមបរិស័កហើយចាំវីដេអូក្រោយបងប្អូននឹងរៀនប្រភេទរបស់សព្វនាមបរិស័កនឹងទៀត